Hello，大家好，欢迎来到简单学习中文，我是 Tim。សួស្តីអ្នកនរគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel រៀនភាសាចិន Easy Chinese with Tim 哥哥ថ្ងៃនេះយើងនឹងមករៀនអំពីហានយពីញីដែលប្រែជាភាសាខ្មែរថាពីញីភាសាចិនវគ្គ3កុំឲ្យខាតពេលយូរតោះពួកយើងមកមើលទាំងអស់គ្នាបើសិនមកអ្នកទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយចុច Like Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតកាលពីវីដេអូមុនយើងបានរៀនរួចមកហើយសឹងមូចំនួន8តួក្នុងវីដេអូនេះពួកយើងនឹងមករៀនសឹងមូចំនួន6តួអក្សរទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាសឹងមូទាំងនេះបញ្ចេញសំឡេងយ៉ាងម៉េចតោះមកមើលទាំងអស់គ្នាសម្រាប់សឹងមូពាក្យនេះយើងអានថាគឺបញ្ចេញសំឡេងគឺសំឡេងកចឹងយើងមើលឧទាហរណ៍ចឹងពាក្យនេះយើងអានថាយ៉ាងម៉េចទៅអញ្ចឹងយើងតតែមកមើលភីងអ៊ីយើងប្រកបអញ្ចឹងយើងមកមើលពាក្យខាងមុខនេះយើងអានគឺចឹង a o ao a o ao ចឹងគឺ ao cao cao ចឹងកោយើងប្រែថាខ្ពស់កោយើងប្រែថាខ្ពស់យើងមើលខាងនេះគឺពីទីកោចឹងបងប្រុសខ្ពស់ជាងប្អូនប្រុសយើងមកមើលឧទាហរណ៍ទី2ចឹងពាក្យនេះយើងអានយ៉ាងម៉េចទៅយើងអានថាអូអ៊ូយើងអានថាអូចឹងគឺអូកោដល់ពេលសំឡេងទី3យើងអានថាកោគឺអូកោយើងប្រែថាយ៉ាងម៉េចកោយើងប្រែថាសត្វឆ្កែកោចឹងយើងមើលឆ្កែនេះគួរឲ្យស្រឡាញ់ខ្លាំងណាស់ចឹងសូមអ្នកទាំងអស់គ្នាស្រឡាញ់សត្វឆ្កែកុំបរិភោគសាច់ឆ្កែយើងមកមើលភីងអ៊ីបន្តទៀតពាក្យនេះយើងអានថាខចឹងខសំឡេងខសំឡេងខចឹងយើងមកមើលឧទាហរណ៍ចឹងពាក្យនេះ4ជ្រុងនេះយើងអានថាម៉េចទៅយើងមកមើលភីងអ៊ីចឹងអូអ៊ូអូខអូខោចឹងសំឡេងទី3យើងអានថាខោខអូខោចឹងខោយើងប្រែថាម៉េចខោយើងប្រែថាមាត់អញ្ចឹងមិនមែនបបោមាត់ឬក៏ធ្មេញទេអញ្ចឹងទាំងអស់នេះយើងហានថាខោយើងប្រែថាមាត់យើងមកមើលឧទាហរណ៍មួយទៀតសម្រាប់ពាក្យនេះយើងអានថាយ៉ាងម៉េចទៅអានអានខានចឹងខានដល់ពេលសំឡេងទី4យើងអានថាខានចឹងខានចឹងខានយើងប្រែថាម៉េចខានយើងប្រែថាមើលដូចជាខានស៊ូមើលសៀវភៅខានទៀនអ៊ីងមើលកុនជាដើមយើងមកមើលសឹងមូបន្ទាប់យើងអានថាខអញ្ចឹងបញ្ចេញសំឡេងខយើងមកមើលឧទាហរណ៍អញ្ចឹងពាក្យនេះយើងអានថាយ៉ាងម៉េចយើងមកមើលយើងមកប្រកបទាំងអស់គ្នាខអញ្ចឹងពាក្យនេះយើងអានថាខយើងមកមើលអត្ថន័យខយើងប្រែថាម៉េចខយើងប្រែថាផឹកអញ្ចឹងផឹកទឹកយើងអាចនិយាយថា喝水ផឹកប៊ីយ៉ា喝啤酒ផឹកស្រា喝酒យើងមកមើលឧទាហរណ៍មួយទៀតពាក្យនេះយើងអានថាយ៉ាងម៉េចយើងមកមើលភីងអ៊ីង喝哇花
hoa hoa chẳng hóa dân bài thả mấy hóa dân bài thả cả hoa cả 这朵花很漂亮ផ្កានេះស្អាតខ្លាំងណាស់អញ្ចឹងសឹងមូនេះយើងបញ្ចេញសំឡេងខឥឡូវយើងមកមើលសឹងមូបន្ទាប់ទៀតយើងអានថាជីយើងមកមើលឧទាហរណ៍អញ្ចឹងពាក្យនេះយើងអានថាម៉េចយើងមកមើលភីងអ៊ីងជីអញ្ចឹងពាក្យនេះស្រួលអានជាងគេជីសំឡេងទី1ជីយើងប្រែថាម៉េចជីយើងប្រែថាសត្វមាន់ជីដល់ពេលសុទ្ធមាន់ជីតាន់ដល់ពេលសាច់មាន់ជីរោអញ្ចឹងជីយើងប្រែថាមាន់យើងមកមើលឧទាហរណ៍មួយទៀតពាក្យនេះយើងអានថាម៉េចជីវជាវយើងប្រែថាម៉េចលេខ9ជាវលេខ9ឥឡូវនេះយើងមកមើលសឹងមូបន្តទៀតអង់គ្លេសយើងអានថាខ្ជូចុះសឹងមូចិនយើងអានថាម៉េចយើងអានថាឈីចឹងយើងមកមើលឧទាហរណ៍ពាក្យនេះយើងអានថាឈីចឹងឈីយើងប្រែថាម៉េចយើងប្រែថាលេខ7ឬក៏លេខ7យើងមកមើលឧទាហរណ៍មួយទៀតពាក្យនេះយើងអានថាម៉េចឈៀវចឹងអ៊ីវឈៀវយើងប្រែថាបាល់ចឹងបាល់ភាសាចិនយើងថាឈៀវយើងមានជូឈៀវបាល់ទាត់យើងមានប្រភេទកីឡាបាល់ជាច្រើនទៀតឥឡូវយើងមកមើលសឹងមូចុងក្រោយសឹងមូនេះយើងអានថាស៊ីចឹងបញ្ចេញសំឡេងសបញ្ចេញសំឡេងសមកមើលឧទាហរណ៍ចឹងពាក្យនេះយើងអានថាម៉េចយើងអានថាសៀយើងប្រែថាម៉េចយើងប្រែថាសរសេរចឹងសរសេរភាសាចិនថាសៀយើងមកមើលឧទាហរណ៍មួយទៀតចឹងពាក្យនេះយើងអានថាម៉េចពាក្យនេះយើងអានថាសៀវចឹងអ្នកទាំងអស់គ្នាឃើញច្រើនចឹងតាមពិតយើងស្រួលអានទេនៅពេលដែលអ្នកទាំងអស់គ្នារៀនដល់ស្រៈអ្នកទាំងអស់គ្នានឹងចេះជាមិនខានចឹងកុំភ្លេចតាមដានវីដេអូបន្តទៀតផងណាសៀវយើងប្រែថាយ៉ាងម៉េចសៀវយើងប្រែថាសើចសៀវស្លប្រែថាសើចស្លាប់ហើយបានថាសើចខ្លាំងចឹងសើចភាសាចិនថាសៀវចឹងទាំងនេះហើយសឹងមូចំនួន6តួអក្សរយើងបានរៀនរួចមកហើយតើអ្នកទាំងអស់គ្នាចងចាំឬទេឥឡូវនេះយើងមកមើលលំហាត់ទាំងអស់គ្នាអញ្ចឹងលំហាត់ទីនេះគឺយើងរំលឹកតាំងពីមេរៀនភីងអ៊ីងវគ្គ1និងវគ្គ2សូមអ្នកទាំងអស់គ្នាចូលរួមធ្វើទាំងអស់គ្នាសម្រាប់សឹងមូទី1យើងអានថាម៉េចពោផូម៉ូហ្វូទឺធឺនឺលឺ
歌科喝鸡七ស៊ីតើអ្នកទាំងអស់គ្នាអាចអានឡើងវិញដោយខ្លួនឯងបានដែរឬទេបើសិនបើអ្នកទាំងអស់គ្នាអានមិនទាន់បានទេអ្នកទាំងអស់គ្នាអាចខាវីដេអូរបស់ខ្ញុំឡើងវិញឬក៏ចូលទៅមើលវីដេអូវគ្គ1វគ្គ2ដែលខ្ញុំបានផុសរួចមកហើយនៅ link ខាងក្រោមវីដេអូនេះអញ្ចឹងសឹងមូរបស់យើងថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងទេបើសិនបើអ្នកទាំងអស់គ្នាមានចម្ងល់តាក់ទងជាមួយនឹងភីញីភាសាចិនអ្នកទាំងអស់គ្នាអាច comment សួរនៅក្នុងវីដេអូនេះបានអញ្ចឹងសម្រាប់មេរៀនថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងពួកយើងជួបគ្នានៅវីដេអូក្រោយៗទៀត那我们下次见拜拜